Xưa nhậu mà bây giờ nọt chu ạ đâu ạ ខែនេះហ្នឹងมันខ្វះទេតឡនតននិយាយវិថានៅផ្សារថ្ងៃណាក៏មានលក់ដែរអត់មានពេលដែររកខ្លួនឯងទេបងប្អូនអើយទិញតាម1គីឡូអីហ្នឹងគឺហូបអត់អស់ផងនិយាយវិថាឡើងច្រើនមែនទែនហើយសតតពងទៀតណាបងប្អូនហើយខ្ញុំទិញនេះគឺខ្ញុំអត់បានទិញអាគេហារួចទេខ្ញុំទិញយកអាស្រស់ចេះដើម្បីយកមកប្រឡាក់ខ្លួនឯងអញ្ចឹងណាបងប្អូនអរគ្នានៅផ្សារគេមានលក់អាស្រស់អញ្ចឹងក៏មានគេលក់អាដោតចកៈហាស្ងួតហ្នឹងក៏មានដែរប៉ុន្តែយើងចង់យកមកប្រឡាក់ខ្លួនឯងអញ្ចឹងណា ហើយឥឡូវហ្នឹងគឺខ្ញុំយកមកហ្នឹងក៏ខ្ញុំលាងសម្អាតទៅបាន2វិទឹកទៀតដែរអស់ជាតិរំអិលជាតិក្អែលឬក៏កតិចកទីអីចឹងណាយើងរើសខ្លួនឯងថែមទៀតលាងសម្អាតម្ដងទៀតហើយសម្រស់ទឹកវាឲ្យរៀងខ្សោះទឹកបន្តិចមុននឹងប្រឡាក់វាហើយប្រឡាក់គ្រឿងក្រូចថែមនេះបងប្អូនអរគ្នាគឺអត់មានចាំបាច់ដាក់អំបិលទៀតទេដោយសារតែតឡន់តនហ្នឹងនៅពេលដែលគេដើរឆ្លោះហ្នឹងគឺគេប្រក់អំបិលហើយស្រេចហើយខ្ញុំយកមកខ្ញុំលាងវាស្អាតហើយខ្ញុំសាកយកចៀន1 2ទៅគឺរសជាតិវាប្រៃល្មមអញ្ចឹងយើងគ្រាន់ថែមតែស្ករហើយនឹងប៊ីចេងទៅគឺប្រឡាក់ច្បល់វាឲ្យសព្វចូលគ្នាទៅគឺល្មមហើយបងប្អូនហើយបើទិញមកហើយអត់បានភ្លក់វាចង់និយាយថាចៀនវាភ្លក់មើលសាកទេប្រឡាក់អំបិលថែមទៀតដឹងតែប្រៃឡប់ដឹងតែហូបអាកើតត្មងនេះខ្ញុំបោះអំបិលទុកប្រហែលជា1ម៉ោងអីដែរបងប្អូនដើម្បីវាចូលជាតិល្អណាហើយខ្ទង់ម៉ោង12អីបានហាលហើយហាលនេះគឺខ្ញុំហាលហាលតែខ្ទង់ម៉ោង12ហ្នឹងគឺល្ងាចឡើងគឺល្មមយកជៀនបានហើយបងប្អូនអរគ្នាទៅគឺថ្ងៃក្តៅមែនតែនខែនេះចឹងហើយគឺយើងហាលតាមកល្មមគឺយើងបំពងឬក៏ជៀនទៅគឺឆ្ងាញ់ណាបងប្អូនអរគ្នាកាលណាយើងហាលរឿងយូរពេកវាក្រៀមស្ងួតពេកក៏មិនសូវឆ្ងាញ់ដែរហើយបើស្រស់ពេកហ្នឹងក៏ខ្ញុំអត់សូវចូលចិត្តដែរទៅគឺយើងហាលបានតែមួយកណាត់ថ្ងៃអញ្ចេះយកមកបំពងនិយាយពីថាស្រួយខ្ញោកហ្មងបងប្អូនអរគ្នាតឡនតន1គីឡូទៅរៀបទៅបានតែមួយឆ្អេហ្នឹងទេហើយថែមមកកូនកញ្ច្រែងតូចទៀតណាបងប្អូនអរគ្នាហើយខ្ញុំទម្រាបអញ្ចេះគឺស្ងួតល្អមែនតែនហាតែកន្លះថ្ងៃឯងស្ងួតល្មមបំពងណាបងប្អូនអរគ្នាហើយនៅពេលដែលខ្ញុំហាហ្នឹងគឺខ្ញុំផ្ងាពោះវាឡើងលើដោយសារតែពោះវាមានពងអញ្ចឹងដល់ពេលយើងផ្កាប់វាខ្លាចលោវាស្អិតជាប់ដល់ពេលដែលយើងបកមកវាជាប់អាពងវានឹងវាអេណានៅពេលស្រស់ហើយ1គីឡូឡើងចង់កន្លះក្បាក់បងប្អូននៅពេលដែលស្ងួតទៅមកញាប់ហើយបងប្អូនអើយនិយាយពីថាឡើងស្វិតទៅជីវអស់លីងហ្មងណាហើយពេលដែលយើងជៀនតឡនតននេះបើកភ្លើងល្មមបានហើយកណាបើកភ្លើងខ្លាំងពេកអាចខ្លោចបងប្អូនហើយនិយាយពីថាឈរកវីវារហូតហ្មងបងប្អូននិយាយទៅគឺយើងកវីវាអញ្ចឹងទៅដើម្បីកុំឲ្យខ្លោចហើយព្រោះណាដើរចោលច្បាស់ជាខ្លោចហូបអាកើតហើយខ្ញុំជៀនវាប៉ុណ្ណឹងបងប្អូននិយាយពីថាហូបទៅឡើងស្រួយខ្ញោកហ្មងណាបងប្អូនអរគ្នាបាទអ្នកខ្លះទៀតគេអត់ចូលចិត្តយកតឡនតនហ្នឹងហាលឲ្យស្ងួតយកបំពងទេគេចូលចិត្តយកអាស្រស់ហ្នឹងមកប្រឡាក់វាហើយមកថាផ្អាប់វាចូលជាតិហើយហ្នឹងគឺយកមកបំពងហូបតែម្ដងហើយសម្រាប់ខ្ញុំវិញអាស្រស់ពេកហ្នឹងគឺវាអត់សូវចំណូលចិត្តហ្មងយើងយកមកហាលវាមកកណាត់ថ្ងៃអញ្ចេះទៅមកល្មមអញ្ចេះមកហើយយកមកបំពងអញ្ចេះហើយនិយាយពីថាឡើងស្រួយខ្ញោកឆ្ងាញ់មែនតែនហ្មងបងប្អូនហើយបើបានជាមួយនឹងទឹកត្នោតជូរត្រជាក់ទៀតនិយាយពីថាអូត្រូវចិត្តគ្នាហ្មងបងប្អូនអើយបើថាតឡនតនវិញអត់សូវត្រូវគ្នាជាមួយនឹងស្នាទេបើថាជាមួយនឹងទឹកត្នោតជូរដឹងតែអែមហ្មងជាតឡនតនលើកណាមិនដែលបានស្រួយសឹបឆ្ងាញ់ចេះទេគឺល្វីងលហូពួកអីវាខ្លោចបងប្អូនដល់ពេលលើកនេះហើយយើងឈរត្រឡប់ចុះត្រឡប់ឡើងរហូតវាឆ្អិនសព្វល្អណាហើយហូបទៅដឹងឆ្ងាញ់ហ្មងបងប្អូនដោយសារយើងប្រឡាក់ត្រូវគ្រឿងណានិយាយពីថាដាក់ចូលក្នុងមាត់តាពីទៅស្រួយស្រុបនិយាយពីថាឡើងជាតិហ្មងណាបងប្អូនជួយខ្ញុំ Sủi mà ní sủi ăn nè sủi nhậu mà bây giờ nọt chu ạ đâu ạ
ឧទាហរណ៍ថាពេលល្ងាចឡើងហើយយើងពងឡនតនឆ្អិនហើយយើងខ្លះសេអាទឹកខ្នុតជូនឲ្យតិចជាហើយពេលប្តីត្រឡប់មកពីធ្វើការវិញហត់នឿយក៏ឃើញអញ្ចឹងអីនឹងមានអារម្មណ៍មិនទេណាបងប្អូន ឥឡូវវីដេអូរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការតាមដានរបស់បងប្អូនតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ